Shalom ព្រះបន្ទូលលើកទឹកចិត្តថ្ងៃទី29ខែមិថុនាមានចំណងជើងថាទំនាក់ទំនងដែលមិនមានការរំខានអត្ថបទសរសេរដោយ Oswald Chamber បកប្រែសម្រួលនិងអានដោយអោមសាំយូអែលព្រះបន្ទូលថ្ងៃនេះយូហានចំពោះ16ខ25ដល់ខ28ខ្ញុំនិយាយសេចក្តីទាំងនេះដល់អ្នករាល់គ្នាដោយពាក្យប្រៀបធៀបតែនឹងមានពេលវេលាមកដែលខ្ញុំនឹងមិននិយាយនឹងអ្នករាល់គ្នាដោយពាក្យប្រៀបធៀបទៀតទេគឺនឹងនិយាយនឹងអ្នករាល់គ្នាពីព្រះបិតាយ៉ាងច្បាស់លាស់វិញនៅថ្ងៃនោះអ្នករាល់គ្នានឹងសូមដោយនៅឈ្មោះខ្ញុំហើយខ្ញុំមិនថាខ្ញុំនឹងទូលអង្វរដល់ព្រះបិតាចំនួនអ្នករាល់គ្នានោះទេត្បិតព្រះបិតាទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំហើយក៏ជឿថាខ្ញុំបានចេញពីព្រះមកខ្ញុំបានចេញពីព្រះបិតាមកមែនហើយបានមកក្នុងលោកីក៏នឹងចេញពីលោកីទៅឯព្រះបិតាវិញទំនាក់ទំនងដែលមិនមានការរំខានអ្នករាល់គ្នានឹងសូមដោយនៅឈ្មោះខ្ញុំតាមឈ្មោះព្រះយេស៊ូវមានន័យថាតាមលក្ខណៈធម្មជាតិទ្រង់មិនបាននិយាយថាអ្នកប្រើពាក្យខ្ញុំដូចជាពាក្យសូត្រវេទមន្តដើម្បីទទួលបានអ្វីដែលអ្នកចង់បានពីព្រះបិតានោះទេទ្រង់និយាយថាទ្រង់នឹងមានសម្ពាធស្និទ្ធស្នាលជាមួយនឹងខ្ញុំដូច្នេះអ្នកនឹងក្លាយជាមនុស្សតែមួយជាមួយនឹងខ្ញុំនៅក្នុងថ្ងៃនោះថ្ងៃដែលព្រះយេស៊ូវកំពុងនិយាយមិនមែនជាថ្ងៃនៅអនាគតទេគឺនៅថ្ងៃនេះហើយក្នុងពេលឥឡូវនេះគឺជាថ្ងៃនៃការទំនាក់ទំនងដែលមិនមានការរំខានរវាងព្រះនិងកូនរបស់ទ្រង់ដូចជាព្រះយេស៊ូវបានឈរឥតសៅមកនៅចំពោះមុខព្រះបិតារបស់ទ្រង់ដូច្នេះតាមរយៈពិធីបុណ្យជ្រមុជនៃព្រះវិញ្ញាណនោះយើងរាល់គ្នាត្រូវបានលើកឡើងឲ្យមានទំនាក់ទំនងជាមួយនឹងទ្រង់ដើម្បីឲ្យអស់បានរួមគ្នាតែមួយអោព្រះបិតាអើយដូចជាទ្រង់គង់នៅក្នុងទូបង្គំហើយទូបង្គំនៅក្នុងទ្រង់ដែរយូហានចំពោះ17ខ21ព្រះបិតាស្រឡាញ់អ្នកការរួមគ្នាតែមួយជាមួយទ្រង់គឺពេញលេញគ្រប់ទាំងអស់មិនមានន័យថាអ្នកនឹងមិនមានភាពស្មុគស្មាញក្នុងជីវិតនឹងការច្បោកច្បល់ខាងក្រៅរបស់អ្នកនោះទេប៉ុន្តែដូចជាទ្រង់បានដឹងពីចិត្តនិងគំនិតរបស់ព្រះបិតានោះអ្នកក៏នឹងដឹងដែរតាមរយៈពិធីបុណ្យជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធទ្រង់នឹងលើកអ្នកទៅកាន់កន្លែងមួយដែលទ្រង់អាចនឹងបើកសម្ដែងការទូន្មានរបស់ព្រះដល់អ្នកអ្វីដែលអ្នករាល់គ្នាសូមដល់ព្រះបិតាដោយនៅឈ្មោះខ្ញុំនោះទ្រង់នឹងប្រទានឲ្យយូហានចំពោះ16ខ23ព្រះយេស៊ូវកំពុងតែមានបន្ទូលប្រាប់យើងថាព្រះបិតានឹងទទួលស្គាល់ការអធិដ្ឋានរបស់យើងនេះពិតជាការប្រឈមដោយអំណាចនៃការរស់ឡើងវិញនិងការយាងឡើងទៅឋានសួគ៌របស់ព្រះគ្រីស្ទនិងដោយសារព្រះវិញ្ញាណបរិសុទ្ធដែលបានបញ្ជូនចុះមកនោះយើងអាចត្រូវបានលើកឡើងឲ្យចូលទៅក្នុងទំនាក់ទំនងយ៉ាងពិសេសជាមួយនឹងព្រះបិតាដែលថាយើងរួមតែមួយជាមួយនឹងឆន្ទៈដ៏អធិបតេយ្យរបស់ទ្រង់ដូចជាព្រះយេស៊ូវដែរក្នុងឋានៈដ៏អស្ចារ្យនេះយើងអធិដ្ឋានដល់ព្រះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទហើយអ្វីក៏ដោយដែលយើងសូមនឹងត្រូវបានប្រទានឲ្យដល់យើងដោយព្រះវិញ្ញាណបរិសុទ្ធសូមអធិដ្ឋានជាមួយខ្ញុំអោព្រះបិតាអើយទូបង្គំសូមស្វែងរកការណែនាំដ៏ឧត្តមរបស់ទ្រង់ដោយបន្ទាបខ្លួននៅក្នុងសមត្ថភាពក្នុងការស្ដាប់សំឡេងទ្រង់យ៉ាងច្បាស់សូមប្រទានទូព្រះបង្គំនៃការយល់ដឹងដើម្បីយល់ពីព្រះハរតីទ្រង់សម្រាប់ជីវិតរបស់ទូបង្គំនិងភាពក្លាហានក្នុងការធ្វើតាមការណែនាំដ៏ឧត្តមរបស់ទ្រង់ក្នុងការអធិដ្ឋានរបស់ទូបង្គំសូមឲ្យទូព្រះបង្គំរកឃើញចម្លើយដែលទូបង្គំត្រូវការនិងកម្លាំងដើម្បីទុកចិត្តលើផែនការរបស់ទ្រង់សម្រាប់ទូបង្គំជារៀងរាល់ថ្ងៃទូបង្គំសូមគ្រប់ការនេះនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន